បងប្អូនបាទបើសិនជាយើងជៀនត្រីជៀនអីមិនចង់ឲ្យជាប់ផ្ទះបងប្អូននេះហ្នឹងហើយយើងដាក់ខ្លាញ់មកដាក់លឹកចេករាប់ពីក្រោមពឹបហើយយើងចាប់ដើមបំពងជៀនហើយអត់ចេះជាប់ទេបងប្អូនបាទអត់ចេះជាប់ទេហ្នឹងហើយបងប្អូនធ្វើតាមខ្ញុំទៅបាទអត់ពិបាកប្រែញេញ៉ាយទៀតបាទគឺថាវាងាយស្រួលបំផុតហ្មងអត់ជាប់ប្រេះផ្ដាស់ទេបាទបងប្អូនចង់ជៀនសាច់ជៀនត្រីជៀនអីក៏ដោយហ្នឹងហើយគឺថាវាអត់ចេះជាប់ហើយមកសេរីបើកភ្លើងមកសេរីអត់ចេះខ្លោចបាទហើយខ្ទះអត់នេះទៀតអត់មានជាប់ស្ករជាប់អីកំឡោចអីនៅជាប់ខ្ទះទេបាទគឺថាល្អតែម្ដងចឹងបងប្អូនវិធីសាស្ត្របាទបងប្អូនណាមានស្លឹកចេកនៅក្បែរផ្ទះបាទគឺមានអត្ថប្រយោជន៍មែនតើបងប្អូនហ្នឹងហើយឃើញទេអត់ជាប់ទេបងប្អូនអត់ជាប់ទេជាមួយខ្ញុំអត់ធ្វើមើលឃើញទេបាទអត់មានជាប់ទេកាត់ចែហ្មងតែបើយើងជៀនលាតធម្មតាគឺជាប់តែម្ដងតែដល់ពេលយើងដាក់លចេកអត់ជាប់ទេឃើញមកវិញទេហើយស្អាតទៀតហើយសាច់អត់បែកទៀតអរគុណបងប្អូនបាយបាយ